យច្រើនបញ្ហាច្រើនមុខមិនដែលរីកទេត្រូវអ្នកសល់លុយតិចគិតពីសេដ្ឋកិច្ចកុំទៅផ្លិចតាមគេអត់លុយងាប់ជីវិតអ្នកជាប់ដូចគេចាក់ប្លង់សេចាយច្រើនធ្លាប់ពេលអត់លុយរាប់មុខសួយអង្គុយជេពេលដែលអ្នកធ្លាក់គ្មានអ្នកនៅជិតពេលដែលអ្នកខ្ពស់ជុំវិញខ្លួនសន្តែមិនលែងអូខេសួស្តីអ្នកនាងបទទី2ដែលជាបទនៅក្នុងអាល់ប៊ុម Question Mark របស់ Allergy ហើយជាអាល់ប៊ុមទី1របស់ Allergy ផងដែរហើយបទទី2នោះមានចំណងជើងថាចំណោទជីវិតចង់ដឹងអាជីវរស់នៃចំណោទជីវិតនេះចោទសួរទៅខ្លួនឯងដល់កម្រិតណាចូលទៅតាមដាន reaction របស់ខ្ញុំទាំងអស់គ្នាហើយកុំភ្លេចជួយ like share និង subscribe នៅក្នុង channel របស់ខ្ញុំមួយមក Let's goចំណោទនៃជីវិតខ្ញុំគិតទាំងយប់ទាំងថ្ងៃមានហើយនឹងក្រដូចជាថ្មដែលគ្មានតម្លៃមានគេឈ្មោះទ្រាំតែគ្មានសុភមង្គលកាត់មកត្រូវតែងំតែអ្នកណាមួយថាមិនយល់ប្រឹងគ្មានទំនេរព្រោះចង់ឲ្យគេហៅចង្វាយក្រគ្មានម៉ាសេនគ្មានបាត់ថ្នាយក្រៅពីបាយក្រគ្មានមករៀលតែមានចិត្តណាចង់សប្បាយតែអ្នកមានក៏ពពោកាន់តែចង់ឲ្យកប់ដល់ផ្កាអូខេអ្នកនរនេះគឺអ្នកក្រគឺគាត់គ្មានប្រាថ្នាអ្វីក្រៅពីបាយម្ហូបដែលគាត់ចំអែកកាពះទេប្រសិនបើយើងនៅតំបន់ទីដាច់ស្រយាលគ្មានអ្វីដែលជាទីផ្សារទេគឺនេះជាអ្វីដែលគាត់ចង់បានគឺបាយម្ហូបហើយអ្នកទាំងអស់គឺនេះជាប្រយោគនៃ lyric របស់គាត់ហើយ clear មួយទៀតគឺអ្នកមានគឺចង់មានហើយមានទៀតនឹងខ្ញុំនិយាយតែអ្នកមានមួយចំនួនដែលគាត់តែងតែយកការជិះជាន់គៀបសង្កត់ទៅលើអ្នកក្រចង់បានការកេងចំណេញពីញើសឈាមរបស់គេគឺចង់មានហើយមានទៀតមិនគិតខ្វល់ពីញើសឈាមរបស់អ្នកដទៃនេះអ្នកទាំងអស់គ្នាគឺប្រយោគទាំងប្រមាណនេះគឺអូប្រសិនបើអ្នកដែលធ្លាប់ជួបទៅលើបញ្ហាទាំងអស់នេះទើបយល់ថាអ្វីទៅជាចំណោទជីវិតរបស់គាត់លុយច្រើនបញ្ហាច្រើនមុខមិនដែលរីកទេត្រូវអ្នកទាំងសល់លុយតិចគិតពីសេដ្ឋកិច្ចកុំទៅផ្លិចតាមគេអត់លុយងាប់ជីវិតអ្នកជាប់ដូចគេចាក់ប្លង់សេចាយច្រើនធ្លាប់ពេលអត់លុយរាប់មុខសួយអង្គុយជេពេលដែលអ្នកធ្លាក់គ្មានអ្នកនៅជិតពេលដែលអ្នកខ្ពស់ជុំវិញខ្លួនសន្តែមិនលែងល្អខ្លាំងមែនប្រយោគមួយនេះពីព្រោះថាអ្នកទាំងអស់គ្នាដឹងហើយថាសង្គមសម័យឥឡូវនេះបើសិនបើយើងធ្លាក់ដល់ចំណុច0ខ្ញុំសូមលើកតែអ្នកដែលរាប់យើងត្រឹមតែផលប្រយោជន៍តែអ្នកដែលរាប់អានយើងពោពេញទៅដោយភាពស្មោះត្រង់ទោះយើងលំបាកទោះយើងមានបញ្ហាអ្វីក៏ដោយជុំវិញខ្លួនគឺគេនៅតែនៅក្បែរជាមួយយើងហើយខ្ញុំក៏សាត់ហៅទៅពួកគាត់ទាំងអស់គ្នាផងដែរដែលគាត់មានចិត្តទាំងនេះដែលអាចរកឃើញនៅមិត្តភាពដែលរបស់ពួកគាត់បានបែបនេះគឺល្អខ្លាំងតែប៉ុន្តែអ្នកខ្លះគឺចាំតែមានទេដែលអាចមកក្បែរយើងបាននៅពេលដែលយើងក្រយើងទីពឹងគេគឺគ្មានទេអ្នកទាំងអស់នេះចឹងហើយនេះជាសង្គមនៃបច្ចុប្បន្នរបស់យើងបើសិនបើយើងក្រគ្មានអ្នកណាចង់រាប់រកយើងទេតែបើមានមិនខ្វះទេមិនបាច់ចាំទៅរកគេគឺគេមករកយើងឯងតែម្ដងមិនថា you want fact នេះគឺជាការពិតនិយាយពីការគិតខ្ញុំនិយាយឲ្យអ្នកគិតលុយឲ្យរស់លុយឲ្យស្លាប់ point slide មួយនេះគឺលុយមែនតើល្អខ្លាំងតែនៅក្នុងសង្គម is real like សង្គមយើងគឺបែបនេះកុំព្រោះតែវាធ្វើឲ្យអ្នកស្លូតត្រង់ឈឺចាប់បំណងលោយ៉ាងណាតតែមានដុល្លារទៅគេស្ដាប់មើលយើងមិនឃើញប្រឹងបង្ហាញគេមិនខ្ចីយកតម្រាប់អំណាចទឹកប្រាំងប្រៀបដូចជាច្រវាំងចាក់អ្នកចូលក្នុងឃ្លាំងត្រូវធ្វើឲ្យមិនបានគេរុញគេច្រើនរត់ចូលមករាំងគេធ្វើឲ្យក៏ត្រូវទុកយើងដោយដង្កូវគេបើកស្លាប់ដូចស្ទាំង
មានតែសម្ពាធគេមិនឲ្យយើងឆ្លៀតបិទភ្នែកបានមួយភាំងជីវិតពិតមិនមែនដូចជីវិតក្នុងភាពយន្តមិនហ៊ានគិតទុកមុនព្រោះតែស្ទើរមូលធនមួយជាតិនេះជីវិតខ្ញុំពីណាអ្នកនិពន្ធអំរែកនៅលើស្មាខំធ្វើការជើងឡើងទន់ងើបខ្លួនពីកន្ទែលគ្មានពេលសំបីទៅឈឺសំតោផងជំងឺខ្ញុំមិនមានពេលសម្រាំងសម្រែកនៅក្នុងចិត្តថាជីវិតប៉ុនលំបាកយើងនៅតែបន្តសម្រេចចិត្តធ្វើចំណាកមានតែក្តីសង្ឃឹមស្នាមញញឹមមិនមានឡើយនៅតែមានសំណួរប៉ុន្តែគ្មានអ្នកណាឆ្លើយចំណាត់នៃជីវិតនេះពេលណាកណនីហើយខ្ញុំត្រូវតែដោះស្រាយខ្លួនឯងគ្មានអ្នកណាគេមកធ្វើឲ្យអំរែកលើស្មាធ្វើការក្រោមថ្ងៃក្តៅសូមទេវតាបើកផ្លូវខ្ញុំលែងចង់នៅបែបនេះអំរែកលើស្មាធ្វើការក្រោមថ្ងៃក្តៅសូមទេវតាបើកផ្លូវខ្ញុំលែងចង់នៅបែបនេះអូខេអ្នកនរនេះហើយជាចំណោទជីវិតដែលតពីបទទី1ដែលជាបទ question យើងដឹងហើយថាបទជា album គាត់តែងតែដាក់មកពីព្រោះថាបទនៅក្នុងមួយ album មួយបទវាមិនអាច write rap អស់នោះទេអញ្ចឹងបទទី2នេះវា complete ជាមួយនឹងបទទី1ដូចគ្នា relationship ជាមួយនឹងបទទី1ដូចគ្នាវាបំពេញរសជាតិឲ្យអ្នកទាំងអស់គ្នាបានស្ដាប់បទទី1បើអ្នកទាំងអស់គ្នាចូលមកស្ដាប់បទទី2គឺយើងពិបាកនឹងសរុបរួមសេចក្តីខ្លាំងមែនតើតែបើយើងស្ដាប់បទទី1ហើយយើងបន្តមកស្ដាប់បទទី2រសជាតិបន្តគ្នារហូតអ្នកទាំងអស់គ្នាប្រៀបដូចជាជីវិតយើងអញ្ចឹងពីតូចធំពីតូចជំទង់ធំពេញវ័យចាស់ទៅអញ្ចឹងការវិវត្តដូចគ្នាបទពីមួយបទទៅមួយបទគឺវាប្រតិកលាគ្នាខ្លាំងមែនតើហើយបទនេះគឺគាត់បំពេញរសជាតិទៅបទទី1គាត់សួរខ្លួនឯងសំណួរ question ហើយបទទី2គឺបទចំណោទជីវិតអញ្ចឹងចោទសួរទៅខ្លួនឯងបន្តទៀតថាតើពេលណាគាត់បានធូរស្បើយទៅក្នុងរឿងជីវិតរបស់គាត់អូខេចឹងបទហ្នឹងមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នា reaction មួយនេះអាចបន្ថែមរសជាតិឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ពី experience របស់គាត់បន្ថែមទៀតអញ្ចឹងជួបគ្នានៅវីដេអូក្រោយ See you next time bye peace out